យើងក៏បានទទួលមិត្តរបស់យើងដែលមកកាន់ទស្សនកិច្ចនៅកម្ពុជាគឺឯកឧត្តមប្រធាននៃសម្ដីស៊ីជីនភីងហើយដែលផ្ដល់ផលប្រយោជន៍យ៉ាងច្រើនទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរហើយជាពិសេសគឺទំនាក់ទំនងខាងសេដ្ឋកិច្ចពាណិជ្ជកម្មនិងការវិនិយោគដែលជាការគ្រប់គ្រងយ៉ាងសំខាន់ហើយជាពិសេសអ្វីដែលយើងត្រូវមើលឃើញគឺនៅត្រង់ថាលបឿននៃការជីកព្រែកជីកភូណនដេកជួងនឹងបន្តហើយក៏សូមបញ្ជាក់ថាព្រែកនេះបើទោះបីជាមានឬគ្មានមិត្តចិត្តក៏យើងត្រូវតែធ្វើឲ្យបានដែរប៉ុន្តែជាផលសំណាងរបស់យើងដែលមិត្តចិត្តបានប្រកាសនៅក្នុងការផ្ដល់ជំនួយក៏ដូចជាឲ្យក្រុមហ៊ុនមកចូលរួមសម្រាប់ដំណើរការព្រែកជីកនេះដែលយើងនឹងសម្រេចនៅព្រែកជីកនេះឲ្យបានតាមល្បឿនដែលយើងបានកំណត់